កាឡាកង់ត្រាក់ទ័រ617ឯកទេសខាងធ្វើការងារស្រែនិងចម្ការសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel កង់ត្រាក់ទ័រសម្រាប់វីដេអូនេះដែរគឺខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីលក្ខណៈពិសេសនិងគុណសម្បត្តិរបស់កង់ត្រាក់ទ័រ Mack Thairon ជូនបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះហើយសូមបងប្អូនជួយចុច Subscribe Follow ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតបាទហើយសម្រាប់កាឡាកង់ត្រាក់ទ័រ617នេះគឺពិសេសខ្លាំងសម្រាប់ដែលបងប្អូនយកទៅប្រើនៅលើដីស្រែឬក៏ដីចម្ការព្រោះថាកាឡាកង់នេះវាមានសភាពជ្រៅហើយនឹងកាឡាធំដែលវាធន់ទៅនឹងការបុកប៉ះឬបុកទង្គិចគុតព្រៃថ្មផ្សេងពីបងប្អូនប្រើគឺមានភាពងាយស្រួលជាពិសេសទៅលើការងារដីស្រែបងប្អូនតែម្ដងព្រោះថាកាឡានេះវាជ្រៅចឹងហើយលើការជាប់អីគឺមិនងាយក្នុងការជាប់ផងទេសម្រាប់កាឡា617ហើយចំណុចពិសេសជាងគេដែលគ្រប់កាឡាកង់ត្រាក់ទ័ររបស់ Brand Thairon និង Honda មាននោះគឺមានស្រទាប់ការពារដែលគេហៅថាស្រទាប់បលាំងដាស់នៅក្នុងកង់នេះគឺការពារការបុកទង្គិចយ៉ាងមានប្រសិទ្ធភាពហើយបងប្អូនប្រើគឺមិនមានការបារម្ភខ្លាចមានបញ្ហាណាមួយទេព្រោះថាបងប្អូននឹងស្រាប់ហើយទៅលើការប្រើប្រាស់ត្រាក់ទ័រគឺបងប្អូននៅក្នុងស្រុកចំការវិញគឺគាត់ប្រើមានការឆ្ងាយពីកន្លែងជាងកន្លែងអីចឹងគាត់តែងមានការបារម្ភហើយណាមួយគឺខាតពេលវេលាគាត់នៅពេលដែលកង់ត្រាក់ទ័រគាត់មានបញ្ហាតែសម្រាប់កាឡាកង់នេះវិញគឺមានការធានាជូនបងប្អូនអាចមើលគឺជញ្ជាំងក្រាស់កាឡាធំហើយផលិតឡើងមកពីជ័រកស៊ូធម្មជាតិមិនមែនជាកង់ត្រាក់ទ័រដែលចាស់យកទៅធ្វើថ្មីដែលធ្វើឲ្យបងប្អូនបារម្ភទេបាទបើសិនបងប្អូនមានចម្ងល់បន្ថែមទាក់ទងជាមួយនឹងកង់ត្រាក់ទ័រឬក៏គ្រឿងបន្លាស់ផ្សេងបងប្អូនអាចខមមិននៅខាងក្រោមវីដេអូនេះខ្ញុំនឹងឆ្លើយតបទៅនឹងបងប្អូនទាំងអស់គ្នាបាទអរគុណច្រើន